នេះគឺជាការធ្វើការ៉េមកៃបងប្អូននៅក្នុងប្រទេសឥណ្ឌាជាទូទៅការ៉េមកៃគឺវាមានរបៀបនៃការធ្វើខុសៗគ្នាបងប្អូនរសជាតិក៏ខុសគ្នាដែរទៅតាមប្រទេសនីមួយៗប៉ុន្តែសម្រាប់ប្រទេសឥណ្ឌាវិញគឺរបៀបនៃការធ្វើការ៉េមកៃរបស់គេគឺគេលាយដោយដៃបងប្អូនប្រទេសខ្លះគឺគេធ្វើដោយរោងចក្រគេមានសម្ភារៈគេមើលទៅទំនងជាអនាម័យល្អអញ្ចឹងណាហើយសម្រាប់ប្រទេសឥណ្ឌាវិញភាគច្រើនគេយកដៃគោបងប្អូនសម្រាប់ដៃគេអត់ខ្ពើមទេបើសិនជាយើងនៅប្រទេសយើងវិញឃើញយកដៃយកទៅគោយកទៅធ្វើអញ្ចឹងគឺយើងអត់ចង់ហូបទេបងប្អូនដោយសារយើងខ្លាចដៃប្រឡាក់ចេះចុះអញ្ចឹងណាប៉ុន្តែសម្រាប់ប្រទេសឥណ្ឌាវិញគឺដៃគេអាចយកទៅធ្វើសពគ្រប់បែបយ៉ាងទាំងអស់បងប្អូនគេយកគោយកទៅធ្វើនេះធ្វើនោះអីអញ្ចឹងគេគ្រាន់តែថាគេលាងឲ្យស្អាតអីអញ្ចឹងណាបន្ទាប់មកគេធ្វើធម្មតាប៉ុន្តែយើងមើលទៅអត់តំណងទេអញ្ចឹងវាមានទំនៀមទម្លាប់ខុសៗគ្នាអញ្ចឹងយើងមិនអាចថាប្រទេសគេមិនមកបានទេ